សួស្តីបងប្អូនទាំងអស់គ្នាបានក៏ដូចជាអ្នកមិត្តសិក្សាបាទនេះជាលំហាត់សម្រួលប្រភេទបាទមានចំនួន4លំហាត់បាទលំហាត់កខកនិងខបាទអញ្ចឹងលំហាត់សម្រួលប្រភេទបាទមានន័យថាយើងយកភាគយកនិងភាគបែងចែកនឹងចំនួនណាមួយដែលជាចំនួនចុចដាច់ដែលធ្វើប្រភេទនោះតូចបង្រួមលេខបានបាទអញ្ចឹងវិធីសាស្ត្រនៃការសម្រួលប្រភេទមានងាយគាត់ថាឥឡូវខ្ញុំបង្ហាញអំពីការសម្រួលភាគបាទតាមដំណាក់កាលគឺប្រើវិធីវេកដោយចែកនឹងចំនួនណាមួយដែលជាចំនួនចុចដាច់បាទនៅលំហាត់ក្រោយខ្ញុំនឹងបង្ហាញអំពីការចែកប្រភេទឬក៏សម្រួលភាគងាយបាទអញ្ចឹង4ភាគ6បាទអញ្ចឹងគេឲ្យយើងសម្រួល4ភាគ6តើសម្រួលនោះសល់ប៉ុន្មានដែលជាប្រភេទចុងក្រោយបាទអញ្ចឹងដើម្បីសម្រួលយើងត្រូវយកភាគបែងហើយនឹងភាគយកចែកនឹងចំនួនណាមួយដែលជាចំនួនចុចដាច់បាទអញ្ចឹង4ភាគយកភាគបែង6ចែកបាទបើអញ្ចឹង4អាចចែកដាច់នឹង2ចែកដាច់នឹង1និងចែកដាច់4អញ្ចឹងយើងត្រូវចែកនឹង2បើភាគយកចែក2ភាគបែងនេះក៏ចែកនឹង2ដែរបាទបាទអញ្ចឹងវិធីចែកនេះ4ចែក2ស្មើ2បាទ6ចែកនឹង2ស្មើ3បាទអញ្ចឹងប្រភេទនេះជាប្រភេទបង្រួមមិនបានទេបាទអញ្ចឹងស្មើតាមនេះចម្លើយវាជាចម្លើយចំក្រោយបាទសម្រាប់លំហាត់ទី2 20ភាគ40បាទអញ្ចឹងយើងបង្រួមដូចគ្នាបាទយើងចែកអាចចែកដាច់នឹង2 5 4បាទអញ្ចឹងយើងចែកជាមួយនឹង2បាទតាមដំណាក់កាលឬក៏យើងចែក10បាទអញ្ចឹង20ភាគយកចែកបាទ40ភាគបែកបាទអញ្ចឹងបើភាគយកចែកនឹង10ភាគបែកក៏ចែកនឹង10ដែរបាទអញ្ចឹងបាន2បាទបាន4បាទអញ្ចឹងប្រភេទនេះជាប្រភេទបង្រួមបានបាទបង្រួមបានទៀតអញ្ចឹងស្មើនឹង1ភាគ2បាទចំពោះលំហាត់ក15ភាគ30បាទយើងចែកបាទអញ្ចឹង15ភាគ30បាទអញ្ចឹងវាអាចចែកដាច់នឹង15ចែកដាច់នឹង5ហើយនឹង3បាទឥឡូវយើងដាក់ចែកនឹង3បាទបាទអញ្ចឹង15ចែក3វាបាន5 30ចែក3គឺបាន10អញ្ចឹងប្រភេទនេះនៅជាប្រភេទបង្រួមបានទៀតបាទអញ្ចឹងយើងយកចែកនឹង5គឺបាន1ចែកនឹង5បាន2បាទអញ្ចឹង1ភាគ2ជាប្រភេទចុងក្រោយបាទនៅលំហាត់ខបាទ45ភាគ50បាទអញ្ចឹងយើងបង្រួមមកឃើញប្រមាណបងប្អូនដែលទស្សនាក្នុងវីដេអូជាពិសេសប្រមាណទី5ទី6បាទអញ្ចឹងបងប្អូនឃើញហើយបង្រួមមកឲ្យខមមិននៅក្នុងវីដេអូបាទ